រឿងពពែទាំងពីរនេះគឺជារឿងដែលបង្រៀនយើងពីតម្លៃនៃការចោះចាញ់ម្ដងម្កាលដើម្បីជៀសផុតពីការខាតបង់ធំធេងនៅក្នុងជីវិតនៅលើស្ពានតូចចង្អៀតមួយក៏មានពពែទាំងពីរក្បាលបានដើរជួបគ្នាចំកណ្ដាលផ្លូវតែម្ដងផ្លូវនេះតូចណាស់មិនអាចឲ្យអ្នកទាំងពីរឆ្លងកាត់បានក្នុងពេលតែមួយឡើយពពែទី1និយាយថាឯងត្រូវតែថយក្រោយវិញទៅព្រោះតែគិតថាខ្លួនមានមាឌធំជាងពពែទី2តបវិញភ្លាមថាចុះហេតុអីខ្ញុំត្រូវថយឯងក៏ត្រូវថយដែរពួកវាចាប់ផ្ដើមប្រកែកគ្នាយ៉ាងខ្លាំងដោយអាងកម្លាំងរៀងខ្លួនការប្រកែកនេះមិនមែនដើម្បីរកដំណោះស្រាយទេគឺដើម្បីតែយកឈ្នះយកចាញ់ប៉ុណ្ណោះហើយបន្ទាប់មកដោយសារតែភាពរឹងត្អឹងខ្លាំងពេកពួកវាក៏សម្រេចចិត្តជល់គ្នាទៅវិញទៅមកតើការប្រយុទ្ធគ្នានៅលើទីតាំងគ្រោះថ្នាក់បែបនេះជាគំនិតល្អដែរឬទេពួកវាជល់គ្នាទៅវិញទៅមករត់បំបុកគ្នាមិនឈប់ឈររហូតដល់ស្ពានចាស់នោះចាប់ផ្ដើមរង្គើនិងចិត្តនឹងបាក់ទៅហើយគ្រោះថ្នាក់ដ៏ធំក៏ចាប់ផ្ដើមលេចចេញមកពពែទី1ក៏និយាយឡើងទាំងដកដង្ហើមធំថាឈប់សិនប្រសិនបើពួកយើងបន្តជល់គ្នាបែបនេះគឺយើងទាំងពីរនឹងធ្លាក់ចូលទៅក្នុងទន្លេជាមិនខានបន្ទាប់មកពពែទី1បានធីជូននៅគំនិតដ៏ឆ្លាតវៃមួយដែលជាការលះបង់នៅភាពរឹងត្អឹងរបស់ខ្លួនឲ្យមកនៅត្រឹមកម្រិតនៃការសម្របសម្រួលពពែទី1និយាយថាខ្ញុំនឹងក្រាបដេកហើយឯងដើររំលងខ្ញុំទៅយ៉ាងម៉េចដែរពពែទី2តបវិញថាល្អយើងធ្វើអញ្ចឹងចុះទីបំផុតពួកវាទាំងពីរបានឆ្លងផុតស្ពានដោយសុវត្ថិភាពព្រោះតែអ្នកទាំងពីរហ៊ានបោះបង់ចោលនៅការចង់ឈ្នះឈ្លានពានរបស់ខ្លួនហើយក្រោយមកពួកវាទាំងពីរបានធ្វើជាមិត្តនឹងគ្នាតរៀងមកតើនេះមិនមែនជាមេរៀនដ៏មានតម្លៃដែលយើងគួរយកមកអនុវត្តនៅក្នុងជីវិតរបស់យើងទេឬជួនកាលភាពខ្លាំងពិតប្រាកដមិនមែនស្ថិតនៅលើការប្រកាច់ឈ្នះឈ្លានឬការប្រើកម្លាំងបាយនោះទេភាពខ្លាំងពិតគឺស្ថិតនៅលើការចេះបន្ទន់ឥរិយាបថហ៊ានចោះចាញ់បន្តិចបន្តួចដើម្បីធានានូវសុវត្ថិភាពនិងផលប្រយោជន៍រួមរបស់អ្នកទាំងអស់គ្នាតើមានទំនាក់ទំនងណាខ្លះនៅក្នុងជីវិតរបស់អ្នកដែលអាចត្រូវបានសង្គ្រោះដោយសារតែការសម្រេចចិត្តចោះចាញ់ដើម្បីឈ្នះនេះ